Mệt mì tô tâm rồi lâm sạch sạch tật hồ tạch tạch từ tam tô mong buồn chất lư lục tung sco nâng xâm lên trô tâm nuôi prẹt mà lo hỏi việc cướp ta vọt lư ta tâm nuôi prẹt lư ta para bác vật trụ tu rồi tu phê ná lư para lư prẹt ở ta hăng chung vinh nâng ảnh bật làng hối ôi ta mà rôi khai phẹ ta bọt đo đập ram rồi khai phẹ ta bọt nâng ảnh cứ cầm vị thi nâng việc cướp vọt tăng ốc à lâu mình tha ta bật tế Campuchia ấy nhiều môi American, Parang, Australia, Canada có cái thưa đai ôi ta khmai nên nó cái thưa chẳng đai cho bập phúc bập vọt bồn đi việc cao miền mau tam để dạ rương ra đôi mặt đạch cao là biệt mạch Athama nâng nỉ tiên chun nhôm nhiệt Phúc thập bò ra sát từ tam đầm nà rương bập phúc bập vọt bồn căn bần nơi khungประเทศណាចក្រកម្ពុជានេះវាមិនមែនទើបនឹងមានក្នុងសម័យនេះទេមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះប៉ុន្តែសម័យពុទ្ធកាលគេហៅឈ្មោះផ្សេងមកយើងសពថ្ងៃហៅឈ្មោះផ្សឹងអ្នកខ្លះគិតថាបុណ្យនេះកើតឡើងតែប្រទេសយើងទេឬក៏ថាខ្មែរយើងអ្នកបង្កើតឡើងវាចេញទៅជាប្រភពមួយគួរឲ្យស្រាវជ្រាវចង់ដឹងថាតើបុណ្យភ្ជុំបិណ្ឌបុណ្យកាន់បិណ្ឌនេះវាកើតឡើងពីប្រភពណាយើងឃើញថាវាមានលក្ខណៈពីរលក្ខណៈមួយជាបុណ្យរបស់ជាតិលក្ខណៈមួយជាបុណ្យរបស់សាសនាហើយអាម៉េចបានថាជាបុណ្យរបស់ជាតិគឺបុណ្យរបស់ជាតិខ្មែរយើងវាត្រង់ថាប្រទេសគេកាន់ពុទ្ធសាសនាដែរគេអត់ធ្វើផងប្រទេសភូមាប្រទេសឥណ្ឌាប្រទេសស្រីលង្កាប្រទេសម៉ង់ក្លាដេសប្រទេសដែលគេកាន់ពុទ្ធសាសនាដែរគេអត់ធ្វើទេធ្វើតែយើងអញ្ចឹងប្រទេសគេអត់ធ្វើមែនប៉ុន្តែគេមានបុណ្យស្តៀងយើងដែរអញ្ចឹងលក្ខណៈនេះមានតែខ្មែរយើងទេដែលបានធ្វើវែងជាងគេដល់15ថ្ងៃពុទ្ធបរិស័ទទាំងឡាយលក្ខណៈនេះហើយគឺជាលក្ខណៈរបស់ជាតិបើយើងគិតមើលទៅតាមប្រពៃណីគោរពរាប់អានដូនតានេះសូម្បីពុទ្ធសាសនាយើងមិនទាន់ផ្សាយចូលមកក៏ដូនតាយើងជឿទៅលើព្រលឹងដូនតារួចទៅហើយខ្មែរយើងតែមានជំនឿជឿទៅលើព្រលឹងដូនតាមានសែនព្រេនអ្នកមេបាចាស់ទុំគោរពម្ចាស់ទឹកម្ចាស់ដីហើយមានជំនឿគោរពរាប់អានព្រលឹងដូនតារហូតដល់អ្នកខ្លះម៉ែឪស្លាប់ទៅកប់មាសកប់ប្រាក់កប់មលូកប់ស្លាកប់កម៉ាកប់ខោកប់អាវសាវស្បៃបច្ច័យលុយកាក់ដាក់ទៅជាមួយឲ្យគាត់យកទៅប្រើស្រុកខ្មោចដោយមានអារម្មណ៍ថាដាក់អីចឹងទៅយកទៅប្រើនៅស្រុកខ្មោចកប់ទៅក្នុងដីជាមួយក៏មានយកទៅដាក់ចោលក្នុងព្រៃជាមួយក៏មានឥឡូវគេទៅរកឃើញកោះកាយកំណាយភ្នោចាស់ឃើញច្បាស់មានតាំងពីឈើច្រត់តាំងពីខ្សៀប្រដាប់ឆាកស្លាប្រដាប់បុកស្លាគេរកឃើញគេវិនិច្ឆ័យថាអាប្រដាប់បុកស្លាតំណងរបស់យាយអាឈើច្រត់តំណងរបស់តាអាខ្សៀតំណងរបស់តាអាប្រដាប់កាត់ស្លានេះតំណងរបស់យាយចៅគេដាក់ឲ្យយាយតាហ្នឹងយកទៅហូបពិសានៅស្រុកខ្មៅទៀតដល់យកទៅមិនបានឥឡូវគេកាយយកមកវិញអស់អាពាកនឹងហើយដែលគេយកទៅដាក់ចោលគេយកទៅដាក់ឲ្យខ្មោចភាសាបុរាណគេថាប្លង់ចោលពាក្យប្លង់មានន័យថាដាក់ចោលទីបំផុតคลายមកជាបន្លង់ហ្នឹងគ្រឿងប្លង់គ្រឿងយកទៅដាក់ឲ្យខ្មោចប្រើប៉ុន្តែដាក់ទៅមិនឃើញខ្មោចយកទៅប្រើក៏នាំគ្នាយកមកវេប្រគិនប្រសងឲ្យប្រសងប្រើវិញដើម្បីឧទ្ទិសបុណ្យទៅវិញហ្នឹងណា